កូនមានឪពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរាបសារមានការព្យាយាមចេះអើពើចេះជួយធ្វើការដល់ដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីភ្ជាប់ជាឧបនិស្ស័យដល់កូនធំឡើងបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការបង្ហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងតែមានរបៀបរៀបរយការបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងការធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យ3ជាមិត្តដែលល្អរបស់មិត្ត4ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ5ជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយខំប្រឹងសាងនៅទុសសុចរិតពិតប្រាកដចូលកូនដួលនៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌នោះទេប្រៀបដូចជាអាហារនឹងមករកយើងឆ្អែតនឹងបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបរិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបានក៏ព្រោះតែយើងបានបប្រតិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃណាស់កូនកូនមានឪពុកកូនត្រូវចាំទុក1មេដាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមេដាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់ធ្ងររបស់កូន2ការជឿស្ដាប់ដំបូន្មានល្អរបស់មេដាបិតារមែងមិនមានការសាបសូន្យឡើយព្រោះគឺមិនចេះរឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង3ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន4ការបំពេញតួនាទីជាកូនល្អគឺជាការប្រតិបត្តិធម៌កូនល្អត្រូវបញ្ញាខ្លួនត្រូវរហ័សរហួនរវាសរវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយនឹងពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ5អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមានឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មាការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងជារឿយកុំលេះឡោះកុំទំនុនទម្រុនត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែងនិងបាបមិត្តត្រូវដើរទៅក្នុងផ្លូវធម៌ជានិច្ចកូនកុំប្រមាថក្នុងជីវិតផ្លូវនេះទៅចិត្តក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់បាបមិត្តស្រីស្រានិងលបែងភ្នាល់ព្រមទាំងមិនខ្វល់នឹងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកបជាជ្រោះជ្រៅមិនរាក់ធ្លាក់បកកដំណើរជីវិតពិតរបាក់តែមានធូរស្រាលព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាចរចេះភ័យខ្លាចក្រប្រឹងរៀនសូត្រកូនមានឪពុកពេលវេលាដែលកន្លងទៅនឹងជីវិត
đại ban cần lo mong đi chia để dạ bê du đại hoi chỉ vật ở bục chlong cắt đường ra đây chỉ vật chlong cắt chu phliêngในបញ្ហារាប់អស់ឆ្លងកាត់សពទុកនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដោយច្រើនសន្ធឹកសន្ធាប់កូនស្ងួនមានឪពុកអើយជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចោះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតដែលបានទៅឡងមកនេះបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅតាមតួតែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនេតិនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុកក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានចម្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនឹងសូមកូននឹករឿយថាសេចក្តីទុក្ខឬសេចក្តីទុក្ខសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់ការបាបច្រើនការគិតក៏នាំយកសេចក្តីក្តៅក្រហាយមកដុតគ្រូចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកនៅសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើបរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីត្រូវកង្វល់ឡើយដើម្បីសុខទុក្ខក្នុងចិត្តដើម្បីបានសុខក្នុងជីវិតត្រូវមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបបរសន្សំធម៌សរសាងជំរកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានលលោប៉ុន្តែបញ្ហាស្រាវជ្រាវរោគចាប់យកសុខស្ងប់ត្រឡប់មកវិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនតូមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារទើបបានសុខាទាំងប្រុសស្រីសុចរិតធម៌ជាចំណីសេរីសួស្តីមានរាល់ឆ្នាំកូនមានពុកជីវិតរបស់ពុទ្ធតាំងពីមានកូនរហូតដល់លក្ខណៈនេះសេចក្តីប្រាថ្នារបស់ពុកម្ដាយដែលមានចំពោះកូននោះគឺសូមឲ្យកូនមានការចេះដឹងគុណល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់នោះទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកម្ដាយណែនាំផងនឹងកើតបានដល់គុណតម្លៃនិងជាសេចក្តីសុខដល់កូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូនមានឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការហ្វឹកហាត់ពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចរហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរការបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូននឹងមិនបានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកម្ដាយរបស់កូនមានសេចក្តីសុខណាស់ការបើបានមើលថែនិងទូមានអប់រំដល់កូនហើយ
កូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណធម៌និងមានសិលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលឪពុកម្ដាយទូមាននោះឪពុកម្ដាយសូមជូនពរកូនកតញ្ញុតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញុតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញុតាធម៌ត្រូវកូនខំប្រឹងគិតឲ្យល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសពីសិលខុសពីធម៌ខុសពីវិន័យទៅតាមតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលយ៉ាងទៀតម្យ៉ាងទៀតកតញ្ញុតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមានឪពុកជាមនុស្សល្អណាស់កតញ្ញុតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញុតាការដឹងគុណនាំចាក់ទារុណបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកុំប្រទុះត្រូវចងចាំជាធម្មតាគុណគ្មានប្រេះស្រាប់ទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជាន់ឆ្លីកូនមានឪពុកផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំយ៉ាងណាមិញរបស់ស្អុយទាំងឡាយមានដោយមួកនិងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អនិងមានចិត្តល្អរបីប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អវាចាមិនល្អនិងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរកូនស្រីមានឪពុកគេបីជើយកដោយខ្លួនឯងតែកូនត្រូវការឲ្យរួយវារੂឬក៏ឲ្យខ្មុំមកក្រេបបើកូនស្រីត្រូវការឲ្យខ្មុំមកក្រេបកូនត្រូវប្រតិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវជាមនុស្សមានសិលធម៌បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយរួយតែនាំមកនៅសេចក្តីសៅហ្មងនិងសេចក្តីវិនិច្ឆ័យមកដល់កូនជាពិតប្រាកដខ្មុំក្រេបផ្កាមិនធ្វើឲ្យផ្កាខូចមានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែមឯខ្លួនឯងជាផ្កាសម្រេចបានជាផ្លែញ៉ាំងប្រយោជន៍ដល់ក្នុងលោកឲ្យបរិបូរណ៍នៅនឹងខ្លួនសត្វឃ្មុំមិនមានមេរោគមិនមានរបស់ស្មោកគ្រោកមានតែលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយម្យ៉ាងទៀតឃ្មុំជាឈ្មោះនៃសេរីសួស្តីឪពុកសូមឲ្យពរដល់កូនស្រីសូមឲ្យកូនស្រីបានទៅជាមនុស្សល្អប្រៀបបីដូចជាផ្កាឈើសូមឲ្យកូនស្រីបានឆ្លងរួចពីការសៅហ្មងកុំឲ្យជាមនុស្សស្អុយឡើយកូនមានឪពុកឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរលួយកូនប្រុសមានឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅការឋានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអីចឹងឯង
bà côn cất lõ đi dây lõ thôi lõ sai cũng mình lõ nâng tới căn tại than đi đai lõ con cô bà con đôi chia mông nói bất bà côn pro chia mông cô nằm mênh man chuột nư chia môi nằm ca tai bà côn chia đôi vích cô nằm mênh man chuột tai chia môi nâng rõ bọc đại sôi rồi lui là cô mi ở bục nông hàn cô sự thiên đi tăng Việt Nam là hột mò cụm gia chia là bao cù kia miền ngưỡng ngất miền lư miền lõ miền ác rong bờ sơn bà hơi đó chấm pua là bò đại khuôn ai pin chật hơi cụm nia đồng ấyประธานtai là bò đại là o tai tam bất thì cái đây ประธาน នោះគឺតតែមានការប្រព្រឹត្តឲ្យបានល្អត្រឹមត្រូវទើបអាចសម្រេចទៅបានការដើរផ្លូវពោគឺប្រការប្រព្រឹត្តដើម្បីឲ្យបានទៅដល់សេចក្តីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃជាការស្រឡាញ់ដោយសេចក្តីរាប់អានស្រឡាញ់ដោយមេត្តាព្រោះថាការស្រឡាញ់អ្នកដទៃបែបនេះអាចដោះស្រាយនៅបញ្ហាបានដោយចំពោះគឺបញ្ហាបៀតបៀនធ្វើឲ្យលោកនេះមានតែសុខសន្តិភាពមេត្តាជាធម៌សាងលោកនិងទ្រទ្រង់លោកការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪពុកសូមប្រាប់ដល់កូនដូចតទៅ1សូមឲ្យកូនបានសម្លឹងមើលអ្នកដទៃជាមិត្តល្អមិត្តរួមកើតរួមចាស់រួមឈឺរួមស្លាប់ជាមួយគ្នាទាំងអស់មិនថាអតីតអនាគតឬក៏បច្ចុប្បន្នឡើយ2សម្លឹងមើលផ្នែកល្អនៃសត្វលោកនិងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្តីសុខដូចគ្នាព្រមទាំងសម្លឹងមើលសង្ខារលោកតាមសេចក្តីពិតផង3មានសេចក្តីសន្តោសគឺមានការបំពេញចិត្តតាមបានជាភូមិឋានក្នុងជីវិតមានបានយ៉ាងណាព្រមល្មមយ៉ាងនោះមិនប្រកាន់ស្អិតព្រោះឃើញតហេតុតែសមគួរជាមួយផលសូមឲ្យកូនគិតថាមានក៏ល្អមិនមានក៏បានពេញចិត្តចំពោះរបស់ដែលសមគួរគឺរបស់ដែលបានមកដោយសុចរិតចិញ្ចឹមជីវិតដោយត្រជាក់ត្រជុំ4មានការតាំងចិត្តគាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីព្យាយាមការបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាត្រូវកូនធ្វើទុកក្នុងចិត្តថាលៀបយួរសុខទុក្ខសរសើរនន្ទាអស់លៀបអស់យួរជាច្បាប់ធម្មតារបស់ជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួកឬបាំងឆាត់កូនមិនត្រូវខឹងប្រទុះនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3សេចក្តីសន្តោសរារាំងលោភៈព្រោះបើលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅរកការបៀតបៀនទៀតផងចំណុចទី4គឺព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានសេរីភាពជាប្រយោជន៍ដល់ការរក្សានៅគុណធម៌ម្យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនទាស់ចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយនឹងអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតចង្គង់អង្វរសុំសេចក្តីសុខពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចមានឪពុកមានទេវតាតាមថែរក្សាអីចឹងឯង
មេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតចាប់កើតស្លាប់គ្រប់គ្នាប្រាថ្នាសុខឆាប់ប្រញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាសប្រាថ្នាសុខអធ្យាស្រ័យសត្វមិនដូចគ្នាចាត់ចែងការងារតាមភពស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រួចគង្គាព្រួយពឹសខ្លាយជាបុប្ផាស្រស់ក៏មានឪពុកមនុស្សគ្រប់រូបដែលកើតមកក្នុងលោករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដល់ក្រៃលែងកូនត្រូវយល់ដូចតទៅនេះថា 1. ពាក្យនិយាយអាចបដូរផ្លាស់ហេតុអាក្រក់ឲ្យคล้ายជាហេតុល្អបានពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន 3. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាមនុស្សមានការព្យាយាមបាន 4. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សល្ងងឲ្យមកជាមនុស្សឆ្លាតបាន 5. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យជាមនុស្សស្ងប់បាន 6. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សជជែករឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយបាន 7. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលខូចសតិឲ្យមានសតិវិញបាន 8. ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបាន ចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទម្លាយនៅសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវប្រតិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង 1. និយាយពាក្យពិតមិននិយាយលេះលោះ 2. និយាយពាក្យពីរោះមិននិយាយញុះញង់ 3. និយាយត្រឹមត្រូវតាមកលៈទេសៈ 4. និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់ 5. និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននៅសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រោះពឹសដាក់អ្នកដទៃឡើយកូនមានឪពុកប្រាថ្នាឲ្យកូនចូលដល់សេចក្តីល្អដល់ប្រការ 1. កូនត្រូវជាអ្នកមានសិលធម៌ប្រចាំខ្លួន 2. កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន 3. កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ 4. កូនត្រូវជាមនុស្សប្រដៅងាយ 5. កូនត្រូវចេះជួយកិច្ចការអ្នកដទៃ 6. កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស 7. កូនត្រូវមានការព្យាយាមដោយអំណត់អត់ធន់ 8. កូនត្រូវសន្តោសចំពោះបច្ច័យ 4 9. កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន 10. កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកគ្នាជាធម្មតាទើបមិនគួរប្រមាថក្នុងជីវិតនឹងត្រូវរកផ្លូវឲ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងលោកដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងម្យ៉ាងទៀតក្នុងលោកនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាកូនជាមនុស្សល្អនោះទេសម្បត្តិក្នុងលោកមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ហាទើបបានគ្រប់សម្បត្តិក្នុងលោកមិនអាចល្អស្មើនឹងធម៌សនាំចាក់ភពធម៌ពិតកូនឲ្យត្រូវសេពគប់ព្រមទាំងគោរពខ្លួនឯងផងកុំមានឪពុក
កូនត្រូវយល់ដឹងថាសេចក្តីអត់ធន់យ៉ាងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅ 1. អត់ធន់ក្នុងរឿងដែលគួរអត់ធន់ 2. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់សូមអធិប្បាយគឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ដូចជាអត់ធន់ចំពោះមុខនីតិអត់ធន់ក្នុងការបរិភោគការរៀនចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនីតិរបស់យើងមួយផងដែរតទៅសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទោសតបវិញនិយាយពិតធ្វើដោយស្មោះតែត្រូវគេពោមួបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងឯងយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតបើកូនធ្វើបានឈ្មោះថាកូនល្អដល់ក្រែងលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនគ្រប់ទាំងបរិវារកាលណាបើកូនមានសេចក្តីអត់ធន់បែបនេះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់សេចក្តីអត់ធន់ធ្វើឲ្យរួចពីក្រញាំតណ្ហាសេចក្តីអត់ធន់ធ្វើឲ្យមានរបៀបវិន័យសេចក្តីអត់ធន់បញ្ឈប់សេចក្តីក្រោធបានសេចក្តីអត់ធន់ធ្វើឲ្យតម្កល់ខ្លួនល្អបានសេចក្តីអត់ធន់ជាដៃគូក្នុងការងារសេចក្តីអត់ធន់ជាអាវក្រោះរបស់ចិត្តសេចក្តីអត់ធន់នាំឲ្យមានមិត្តខ្សត់សត្រូវសេចក្តីអត់ធន់ជាបិតានៃគុណធម៌ទាំងពួងដែលយកទៅដុតដោយភ្លើងហើយយកមកលុតដល់ធ្វើជាឧបករណ៍ផ្សេងៗរមែងនឹងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អក៏ជាមនុស្សរឹងប៉ឹងនិងមានគុណតម្លៃយ៉ាងដូច្នោះដែរ